សួស្តីអ្នកទាំងអស់គ្នាសូមស្វាគមន៍មកកាន់វីដេអូស្ដាប់សៀវភៅមួយក្បាលជាមួយខ្ញុំជារៀងរាល់ថ្ងៃសៀវភៅមួយក្បាលដែលខ្ញុំលើកយកមកធ្វើការសង្ខេបជូនអ្នកទាំងអស់គ្នានៅថ្ងៃនេះមានចំណងជើងថា Rich Dad Poor Dad ដែលចំណងជើងជាភាសាខ្មែរត្រូវបានគេបកប្រែថាឪពុកអ្នកមានបង្រៀនកូនអ្នកក្រដែលជាសៀវភៅអប់រំពីហិរញ្ញវត្ថុផ្ទាល់ខ្លួនដែលល្បីខ្លាំងនៅជុំវិញពិភពលោកចាប់ពីពេលបោះពុម្ពដំបូងនៅក្នុងឆ្នាំ1997រហូតមកដល់ពេលនេះវានៅតែជាសៀវភៅដែលស្ថិតនៅក្នុងលំដាប់កំពូលជាង2ទសវត្សរ៍ជាប់គ្នាត្រូវបានគេបកប្រែជាង40ភាសាលក់ទៅកាន់100ប្រទេសផ្សេងគ្នាលក់ដាច់ជាង32លានក្បាលជុំវិញពិភពលោកដែលជាស្នាដៃនិពន្ធរបស់បេតាហិរញ្ញវត្ថុសហរដ្ឋអាមេរិកគឺលោក Robert Kiyosaki សៀវភៅនេះបានកែប្រែនៅការយល់ដឹងទាំងស្រុងទៅលើការគ្រប់គ្រងហិរញ្ញវត្ថុផ្ទាល់ខ្លួននៅសម័យថ្មីនេះមិនថាអ្នកយកចិត្តទុកដាក់ទៅលើបញ្ហាហិរញ្ញវត្ថុផ្ទាល់ខ្លួនឬអត់ទេអ្នកប្រកាសជាធ្លាប់ឃើញសៀវភៅដែលមានក្របពណ៌ស្វាយដ៏ឆើតឆាយនេះគ្រប់ទីកន្លែងហើយអ្វីបានជាសៀវភៅនេះល្បីយ៉ាងនេះព្រោះថាសៀវភៅនេះសរសេរបានល្អមែនទែនអ្នកដែលគ្មានចំណេះដឹងហិរញ្ញវត្ថុក៏ងាយនឹងមើលយល់ដែរខុសពីសៀវភៅហិរញ្ញវត្ថុដទៃដែលសុទ្ធតែជាតួលេខនិងតារាងទិន្នន័យច្រើនពេកដែលអ្នកអានមើលមិនយល់ឡើយតោះតែអ្នកមានចំណេះដឹងហិរញ្ញវត្ថុតិចតួចទើបមកយល់ដែលឡៃសៀវភៅនេះសរសេរឡើងសម្រាប់អ្នកទាំងអស់គ្នាសរសេរមកងាយយល់ផ្គូបជាមួយឧទាហរណ៍ខ្លីៗជាសៀវភៅដំបូងគេដែលអ្នកត្រូវអានបើសិនជាអ្នកចង់ដឹងពីហិរញ្ញវត្ថុម្យ៉ាងវិញទៀតសៀវភៅនេះសរសេរឡើងពីរឿងពីរផ្សេងគ្នាដែលដកស្រង់ចេញពីការឆ្លងកាត់ជាក់ស្ដែងក្នុងជីវិតរបស់អ្នកនិពន្ធដែលរំលេចឡើងពីទស្សនៈពីរផ្ទុយគ្នាទៅលើហិរញ្ញវត្ថុនិងភាពមានបានម្ខាងជាគំនិតរបស់ឪពុកអ្នកក្រហើយម្ខាងទៀតជាគំនិតរបស់ឪពុកអ្នកមានការប៉ះទង្គិចនិងពិភាក្សាវែកញែកគ្នារហូតដល់ចុងបញ្ចប់ដូចជារឿងភាគមួយអញ្ចឹងអ្នកអានពិតជាមានអារម្មណ៍ថាកំពុងស្ដាប់រឿងនិទានមួយលោក Robert Kiyosaki គឺជាអ្នកនិពន្ធសៀវភៅនេះដែលជាកូនម្នាក់ដែលប្រសូតនៅក្នុងគ្រួសារជីវភាពមធ្យមមួយនៅសហរដ្ឋអាមេរិកគាត់ទទួលបានការអប់រំត្រឹមត្រូវដោយកុមារដទៃទៀតដែរតែអ្វីដែលខុសប្លែកពីគេនោះគឺគាត់មានឪពុក2នាក់ឪពុកបង្កើតរបស់គាត់ជាអ្នកអប់រំម្នាក់ដែលទទួលបានការសិក្សាខ្ពង់ខ្ពស់ថ្នាក់បណ្ឌិតជាមនុស្សដែលមានភាពឆ្លាតវៃធ្លាប់រៀននៅសាលា Stanford និងសាកលវិទ្យាល័យ Chicago ដែលសុទ្ធតែជាសាលាល្បីៗនៅសហរដ្ឋអាមេរិកឪពុកបង្កើតរបស់គាត់មានប្រភពចំណូលល្អសមរម្យនិងថិតថេរមួយស្នាក់នៅផ្ទះធំគួរសមមិនខ្វះហូបចុកឡើយគឺជាគ្រួសារមួយដែលមានសុភមង្គលហើយមនុស្សភាគច្រើនប្រាថ្នាចង់បានឪពុករបស់គាត់ម្នាក់ទៀតគឺជាឪពុករបស់មិត្តល្អម្នាក់របស់គាត់ឪពុកម្នាក់នេះគឺជាអ្នកជំនួយម្នាក់ដែលមិនទទួលបានការអប់រំខ្ពង់ខ្ពស់នោះទេរៀនមិនចប់ថ្នាក់វិទ្យាល័យផងគឺជាអ្នករកស៊ីសុទ្ធសាធទោះបីជាគេគ្មានចំណេះដឹងហិរញ្ញវត្ថុជ្រៅជ្រះក្តីឪពុកម្នាក់នេះមានតិចនិចនៅក្នុងការគ្រប់គ្រងនិងបែងចែកហិរញ្ញវត្ថុផ្ទាល់ខ្លួនបានយ៉ាងល្អដោយសារតែការពីក្មេង Robert Kiyosaki ជួយចិត្តទៅលេងផ្ទះមិត្តភ័ក្តិរបស់គាត់ដូច្នេះឪពុករបស់មិត្តភ័ក្តិគាត់តែងតែទុកគាត់ដូចជាកូនម្នាក់អញ្ចឹងរាល់ពេលដែលឪពុកម្នាក់នោះបង្រៀនកូនរបស់គាត់ពីចំណេះដឹងហិរញ្ញវត្ថុនិងរឿងលុយកាក់ Robert ក៏ទៅស្ដាប់ជាមួយគ្នាដែរនៅពេលដែល Robert ទទួលបានការអប់រំពីឪពុក2នាក់មកពីមជ្ឈដ្ឋាននិងសាវតាផ្សេងគ្នាការខ្វែងគំនិតគ្នាក៏កាត់ឡើងគាត់សង្កេតឃើញថាឪពុកទាំង2នាក់នេះមានការយល់ឃើញផ្ទុយគ្នាទៅលើរឿងតែមួយគាត់ទាំងពីរមានផ្នត់គំនិតខុសគ្នាទាំងស្រុងទាក់ទងនឹងហិរញ្ញវត្ថុទោះបីជាឪពុកបង្កើតរបស់គាត់មើលទៅជាបុគ្គលដែលមានភាពជោគជ័យនៅក្នុងវិស័យការងាររបស់គាត់ក៏ដោយក៏ Robert ដឹងថាឪពុករបស់ខ្លួននឹងនៅតែធ្វើទុកបុកម្នេញដោយសារតែរឿងលុយជារឿងរហូតគាត់នឹងរត់តាមលុយអស់មួយជីវិតព្រោះមួយថ្ងៃគាត់រវល់តែធ្វើការរកលុយគ្មានពេលកំដរអ្នកផ្ទះឡើយហើយចុងក្រោយនៅតែមិនអាចមានសេរីភាពផ្នែកហិរញ្ញវត្ថុដដែលចំណែកឪពុកធររបស់គាត់វិញមានគំនិតនិងជីវិតផ្ទុយគ្នាស្រឡះពីឪពុកបង្កើតរបស់គាត់ឪពុកធរគាត់មានពេលគ្រប់គ្រាន់ដើម្បីកំដរអ្នកផ្ទះថែមទាំងសល់ប្រាក់$100 លានដែលជាអ្នកមានទ្រព្យសម្បត្តិស្ដុកស្ដម្ភម្នាក់នៅរដ្ឋ Chicago នៅពេលដែលជួបនឹងផ្លូវជីវិតពីរបែបនេះRobert ក៏សម្រេចចិត្តដើរតាមគន្លងឪពុកអ្នកមានជាច្រើនឆ្នាំក្រោយមកគាត់ក៏បានក្លាយជាអ្នកដែលមានទ្រព្យសម្បត្តិស្ដុកស្ដម្ភម្នាក់ដូចគ្នាបានក្លាយជាអ្នកមានសេរីភាពផ្នែកហិរញ្ញវត្ថុទាំងវ័យក្មេងជាផុតពីជីវិតទាសករលុយដោយឪពុកបង្កើតរបស់គាត់
តើឪពុកអ្នកមានបានបង្រៀនអ្វីខ្លះដល់ Robert Kiyosaki ខាងក្រោមនេះយើងនឹងបកស្រាយពីភាពខុសគ្នារវាងឪពុកទាំងពីរនាក់នេះហើយនឹងមេរៀន2ដែលឪពុកអ្នកមានបានបង្រៀនទៅដល់ Robert ដំបូងយើងនិយាយអំពីផ្នត់គំនិត2ផ្សេងគ្នារវាងឪពុកទាំងពីរនាក់នេះតាមពិតទៅអ្នកទាំងពីរសុទ្ធតែជាមនុស្សឆ្លាតនិងខិតខំប្រឹងប្រែងធ្វើការដូចគ្នាតែអ្វីដែលខុសគ្នានោះគឺការយល់ឃើញនិងអរិយាប័ត្ររបស់គេចំពោះលុយឪពុកបង្កើតរបស់គាត់គឺជាបណ្ឌិតម្នាក់ទទួលបាននូវការអប់រំខ្ពង់ខ្ពស់គាត់យល់ថាការលោភលន់គឺជាឫសគល់នៃរឿងអាក្រក់ទាំងឡាយមនុស្សត្រូវចេះស្កប់ស្កល់កុំចង់បានច្រើនពេកតែឪពុកធរដែលជាអ្នកមានដែលជាអ្នករកស៊ីបាននិយាយផ្ទុយទៅវិញថាភាពក្រីក្រទើបជាឫសគល់នៃបញ្ហាពិតប្រាកដភាពក្រីក្រធ្វើឲ្យបាត់បង់រឿងល្អៗជាច្រើនមានតែភាពមានបានទេទើបអាចជួយមនុស្សក្នុងពិភពលោកនេះឲ្យកាន់តែមានភាពរីកចម្រើនក្រោយមកពេលដែលឪពុកទាំងពីររបស់ Robert បានស្លាប់ទៅឪពុកបង្កើតរបស់គាត់បានបន្សល់នៅបញ្ជីជាច្រើនដែលមិនទាន់ទូទាត់ជាមួយធនាគារហើយឪពុកធរដែលជាអ្នកមានរបស់គាត់បានបន្សល់ទុកនៅទ្រព្យសម្បត្តិរាប់រយលានដុល្លារសម្រាប់ចូលក្នុងមូលនិធិសប្បុរសទៀតផងនិងអ្នកដែលបានបន្តតំណែងដែលជាមិត្តភ័ក្តិរបស់ Robert បន្តគ្រប់គ្រងអាជីវកម្មរបស់គាត់បង្កើតលុយបានកាន់តែច្រើនឪពុកបង្កើតរបស់គាត់នៅពេលដែលជួបរបស់ថ្លៃគាត់តែងតែនិយាយថាយើងគ្មានសមត្ថភាពទិញវាទេគាត់មិនបានគិតថាតើត្រូវធ្វើយ៉ាងណាទើបអាចទិញវាបាននោះឡើយប្រៀបដូចជាមនុស្សភាគច្រើននៅក្នុងសម័យនេះឃើញផ្ទះថ្លៃឡានល្អមិនហ៊ានស្រមៃទេគិតថាវាហួសពីសមត្ថភាពរបស់ខ្លួនតែឪពុកអ្នកមានវិញតែងតែបង្រៀន Robert ថាកុំឲ្យនិយាយបែបនេះក៏កុំគិតថាខ្លួនឯងគ្មានសមត្ថភាពគាត់បានប្រាប់ទៅកូនរបស់គាត់និង Robert ថាកូនត្រូវគិតថាបើសិនជាកូនចង់បានរបស់អ្វីមួយត្រូវសួរខ្លួនឯងថាត្រូវធ្វើយ៉ាងណាទើបខ្ញុំអាចទិញវាបានត្រង់ចំណុចនេះយើងមើលឃើញថាឪពុកម្នាក់ប្រើពាក្យមួយម៉ាត់ថាគ្មានសមត្ថភាពក៏បដិសេធនៅរឿងរ៉ាវទាំងឡាយដែលអាចធ្វើបានតែឪពុកម្នាក់ទៀតតែងតែសួរខ្លួនឯងមិនដាច់ថាតើត្រូវធ្វើយ៉ាងណាទើបអាចយកនៅរបស់ដែលខ្លួនចង់បានការគិតបែបនេះយូរទៅវាធ្វើឲ្យคล้ายទៅជាការយល់ឃើញរបស់មនុស្សពីរនាក់នេះផ្សេងស្រឡះពីគ្នាឪពុកបង្កើតតែងតែមិនប្រើខួរក្បាលគិតពីដំណោះស្រាយទេចំណេះដឹងហិរញ្ញវត្ថុរបស់គាត់កាន់តែអន់ថយទៅរីឯឪពុកម្នាក់ទៀតតែងតែប្រើប្រាស់ខួរក្បាលគិតពីវិធីគ្រប់យ៉ាងដើម្បីរកលុយទៅយករបស់ដែលខ្លួនស្រឡាញ់ការគិតនិងចំណេះដឹងផ្នែកហិរញ្ញវត្ថុរបស់គាត់កាន់តែរីកចម្រើនទៅឪពុកបង្កើតតែងតែគិតថារដ្ឋាភិបាលពិតជាមិនយោគយល់ប្រជាជនសោះប្រាក់ខែដែលរកបានទាំងលំបាកត្រូវបង់ពន្ធ 1/3 ទៅឲ្យជូនរដ្ឋហើយឪពុកអ្នកមានវិញគិតថារដ្ឋាភិបាលគួរតែយកពន្ធអញ្ចឹងហើយព្រោះរដ្ឋបើមិនយកពន្ធរដ្ឋមានលុយឯណាទៅសង់ផ្លូវសង់សាលារៀនហើយយើងធ្វើម៉េចទើបអាចទទួលបាននូវការអប់រំនិងការសិក្សាមួយដ៏ល្អនោះពន្ធគឺជាឧបករណ៍សម្រាប់លើកទឹកចិត្តអ្នកឧស្សាហ៍និងពិន័យអ្នកខ្ជិលឪពុកបង្កើតអ្នកក្រតែងតែបង្រៀនគាត់ថាកូនត្រូវខំរៀនថ្ងៃក្រោយស្វែងរកការងារមួយដែលល្អទើបអាចចិញ្ចឹមខ្លួនរស់អ្នកទាំងអស់គ្នាដូចជាធ្លាប់ឮពាក្យនេះនៅកន្លែងណាមិនខុសទេឪពុកម្ដាយភាគច្រើនបង្រៀនកូនឲ្យធ្វើបែបនេះប្រហែលជាឪពុកម្ដាយរបស់អ្នកក៏ដូចគ្នាដែរឲ្យយើងខំរៀនដើម្បីទទួលបាននូវការងារល្អបើមិនខំរៀនទេមុខជាអត់ការងារធ្វើហើយតែឪពុកអ្នកមានវិញតែងតែនិយាយថាកូនត្រូវខំរៀនថ្ងៃក្រោយអាចចេញរកស៊ីបង្កើតក្រុមហ៊ុនផ្ដល់ឱកាសការងារទៅកាន់មនុស្សកាន់តែច្រើនអ្នកឃើញទេឪពុកទាំងពីរអ្នកនេះបង្រៀនកូនឲ្យដើរផ្លូវពីរផ្សេងគ្នាកំណត់ពីគោលដៅជីវិតពីរផ្សេងគ្នាទី1បង្ហាញពីអារម្មណ៍ភ័យខ្លាចនៅពេលដែលមិនខិតខំរៀនសូត្រនឹងបាត់បង់ពេលមួយឪពុកទី1បង្ហាញពីអារម្មណ៍ភ័យខ្លាចប្រាប់កូនថានៅពេលដែលមិនខំរៀនទេអ្នកនឹងបាត់បង់អ្វីមួយរីឯឪពុកមួយទៀតបង្ហាញអំពីក្តីសង្ឃឹមថាបើសិនជាខំប្រឹងនឹងទទួលបានអ្វីខ្លះអ្នកនឹងអាចជួយបានអ្នកណាខ្លះឪពុកបង្កើតអ្នកក្រនៅពេលញ៉ាំបាយមិនដែលនិយាយពីរឿងលុយកាក់ទេញ៉ាំបាយគឺឲ្យចាំញ៉ាំបាយបើនិយាយពីរឿងលុយក៏ត្រូវត្បិតត្បៀតមិនបើកចំហដែរពេលដែលចំណាយលុយទៅលើអ្វីម្ដងគាត់ត្រូវពិចារណាយ៉ាងយូរខ្លាចលុយដែលចាយទៅហើយពិបាកនឹងត្រឡប់តែឪពុកជាអ្នកមានវិញឲ្យតែពេលញ៉ាំបាយគាត់តែងតែនិយាយពីការរកស៊ីគាត់ប្រាប់ Robert ថាកុំខ្លាចលុយរត់ចោលយើងឲ្យតែស្ថិតនៅក្នុងការគ្រប់គ្រងរបស់យើងកុំខ្លាចនឹងធ្វើការវិនិយោគត្រូវតែហ៊ានប្រឈមនឹងហានិភ័យតែត្រូវអាចគ្រប់គ្រងបានឪពុកបង្កើតអ្នកក្រនៅពេលដែលត្រូវទូទាត់បញ្ជីអ្វីមួយម្ដងគាត់ទុកឲ្យដល់ចុងខែទើបរត់ទៅទូទាត់ហើយឪពុកអ្នកមានវិញមិនទុកដល់ចុងខែទេគាត់តែងតែទូទាត់ឲ្យធនាគារនៅដើមខែជានិច្ចមិនដែលឲ្យយឺតពេលម្ដងណាឡើយ
ព្រោះគាត់យល់ថាការដែលបងយឺតពេលនឹងមានការពិន័យមិនចាំបាច់ពិតជាធ្វើឲ្យ credit អន្តរជាតិរបស់គាត់ធ្លាក់ចុះវាធ្វើឲ្យប៉ះពាល់ទៅដល់ប្រវត្តិហិរញ្ញវត្ថុរបស់គាត់ឪពុកបង្កើតអ្នកក្រតែងតែដាក់ក្តីសង្ឃឹមទៅកាន់រដ្ឋាភិបាលគាត់បានដាក់ផែនការចូលនិវត្តន៍ដោយពឹងផ្អែកទៅលើរដ្ឋទាំងស្រុងដូច្នេះគាត់យកចិត្តទុកដាក់ទៅលើរឿងតម្លើងប្រាក់ខែទៅលើផែនការចូលនិវត្តន៍ទៅលើការធានារ៉ាប់រងសុខភាពទៅលើប្រាក់គាំពារមនុស្សចាស់ជរាទៅវិញគាត់សង្ឃឹមថានៅពេលដែលគាត់ចូលនិវត្តន៍គាត់នឹងទទួលបានប្រាក់ខែដ៏ជាក់លាក់មួយពីរដ្ឋាភិបាលតែឪពុកអ្នកមានវិញមិនគិតដូច្នោះទេគាត់ជឿជាក់ថាមនុស្សមិនត្រូវពឹងពាក់អ្នកដទៃទេនៅពេលដែលសំអាងទៅលើអ្នកដទៃយើងនឹងคล้ายទៅជាមនុស្សទន់ខ្សោយយើងមិនមានកម្លាំងចិត្តទាមទារស្វែងរកអ្វីដែលជារបស់ល្អនៅក្នុងជីវិតឡើយហើយទាំងនេះហើយដែលជាមូលហេតុដែលធ្វើឲ្យមនុស្សមួយចំនួនជៀសមិនផុតពីភាពក្រីក្រមនុស្សម្នាក់ត្រូវមានទំនួលខុសត្រូវចំពោះស្ថានភាពហិរញ្ញវត្ថុរបស់ខ្លួនការដែលខិតខំប្រឹងប្រែងរៀនសូត្រទើបជាគន្លឹះចាកឆ្ងាយពីភាពក្រីក្រយ៉ាងពិតប្រាកដឪពុកអ្នកក្រមួយថ្ងៃបង្រៀនកូនពីរបៀបរៀបចំប្រវត្តិរូបសង្ខេបដើម្បីរកការងារល្អហើយឪពុកអ្នកមានវិញបង្រៀនកូនសរសេរពីផែនការអាជីវកម្មនិងរៀនពីរបៀបអានរបាយការណ៍ហិរញ្ញវត្ថុជាដើមឪពុកទាំងពីរនាក់សុទ្ធតែជាអ្នកឆ្លងកាត់ការខ្សែធនដូចគ្នាតែឪពុកអ្នកក្រក្រោយពេលខ្សែធនហើយពិតជាពិបាកចិត្តខ្លាំងណាស់ហើយនិយាយថាកូនមើលចុះវាសនារបស់យើងចុងក្រោយទៅជាយ៉ាងនេះគ្រួសារយើងមិនអាចคล้ายជាអ្នកមានជីវភាពទូទៅវិញបានទេរីឯឪពុកអ្នកមានវិញក្រោយពេលខ្សែធនហើយបែរជានិយាយជាមួយនឹងក្តីសង្ឃឹមថារកស៊ីបរាជ័យខ្សែធនជារឿងធម្មតាបរាជ័យគ្រាន់តែជារឿងបណ្ដោះអាសន្នប៉ុណ្ណោះទោះបីជាហៅប៉ៅរបស់ប៉ាគ្មានលុយមួយរៀលក៏ដោយតែចំណេះដឹងរបស់ប៉ានៅមានប៉ានៅតែអាចរកលុយទាំងអស់នោះបានមកវិញដូច្នេះគាត់នៅតែជឿជាក់និងគិតតាមរបៀបអ្នកមានហើយចុងក្រោយគាត់ក៏បានរួចខ្លួនពីការខ្សែធនហើយចាប់ផ្ដើមរីកចម្រើនថ្មីម្ដងទៀតនិយាយត្រឹមនេះអ្នកប្រហែលជាបានដឹងហើយពីទស្សនៈផ្សេងគ្នារវាងឪពុកទាំងពីរចំពោះភាពមានបានឪពុកអ្នកក្រមិនដែលនិយាយពីលុយទេមើលមិនឃើញពីឱកាសគិតមិនដល់និងមិនយកចិត្តទុកដាក់ទៅលើលុយនោះទេប្រកបណាស់ចុងក្រោយក៏មិនអាចคล้ายជាអ្នកមានដែររីឯឪពុកម្នាក់ទៀតដែលជាអ្នកមានវិញជាមនុស្សចង់បានលុយកំណត់គោលដៅហិរញ្ញវត្ថុរបស់ខ្លួនច្បាស់លាស់មានជំនឿជាក់លើខ្លួនឯងនិងគិតពីលុយគ្រប់ពេលវេលាការដែលគិតវិជ្ជមានពីលុយមានសារៈសំខាន់ណាស់នៅក្នុងសង្គមនេះមានមនុស្សមានសមត្ថភាពច្រើនណាស់តែពួកគេនៅតែរស់នៅក្នុងស្ថានភាពយ៉ាប់យ៉ឺនតើមូលហេតុអ្វីទៅនេះដោយសារតែអំនួតការដែលរំពឹងទៅលើសមត្ថភាពរបស់ខ្លួនពេកស្ដាយនៅចំណេះដឹងដែលខ្លួនមានមិនហ៊ានប្រថុយទៅលើការរកស៊ីទេសុំត្រឹមប្រាក់ខែជាក់លាក់និងទៀងទាត់មួយដើម្បីធានានៅស្ថានភាពហិរញ្ញវត្ថុផ្ទាល់ខ្លួនមានថ្ងៃមួយ Robert បានចូលរួមក្នុងកម្មវិធីសម្ពោធសៀវភៅរបស់គាត់ហើយក៏បានជួបនឹងនារីម្នាក់នោះបានសុំហត្ថលេខាពី Robert ហើយសួរទៅកាន់គាត់ថាខ្ញុំបានអានសៀវភៅលោកយូរហើយពិតជាល្អខ្លាំងណាស់តែខ្ញុំនៅតែមានសំណួរផ្ទាល់ខ្លួនមួយដែលខ្ញុំចង់សួរអ្នកផ្ទាល់នារីនោះបន្តនិយាយថាខ្ញុំរៀនចប់ថ្នាក់បណ្ឌិតអក្សរសាស្ត្រអង់គ្លេសតែថ្មីនេះដោយសារតែទើបនឹងលេងលះជាមួយគ្រួសារថ្មីទើបស្ថានភាពហិរញ្ញវត្ថុជួបបញ្ហាធនាគាររៀបនឹងរឹបអូសយកផ្ទះនាងខ្ញុំទៅហើយដើម្បីអនាគតកូនខ្ញុំមិនអាចអនុញ្ញាតឲ្យធនាគាររឹបអូសបានទេតើពេលនេះខ្ញុំត្រូវធ្វើដូចម្តេច Robert ស្ដាប់ហើយនិយាយថាបណ្ឌិតអក្សរសាស្ត្រអង់គ្លេសមែនទេឥឡូវខ្ញុំឲ្យយោបល់អ្នកមួយទៅធ្វើជាបុគ្គលិកផ្នែកលក់មួយរយៈលក់អីក៏បានដែរលក់ផ្ទះក៏បានលក់ឡានក៏បាននារីម្នាក់នោះក៏ប្រតិកម្មភ្លាមលោកនិយាយថាម៉េចខ្ញុំរៀនចប់ថ្នាក់បណ្ឌិតអក្សរសាស្ត្រអង់គ្លេសមួយទាំងមូលឲ្យខ្ញុំទៅធ្វើបុគ្គលិកផ្នែកលក់ខ្ញុំគោរពលោកយ៉ាងនេះហេតុអ្វីបានជាលោកនិយាយមើលងាយខ្ញុំយ៉ាងដូចនេះ Robert ខ្លាចមានការភ័ន្តច្រឡំក៏ចាប់ផ្ដើមបកស្រាយភ្លាមខ្ញុំចង់ឲ្យអ្នកទៅសាកល្បងធ្វើជាបុគ្គលិកផ្នែកលក់ដោយសារតែខ្ញុំចង់ឲ្យអ្នករៀនពីរបៀបវិកខ្ចប់ខ្លួនឯងអ្នកមានសញ្ញាបត្របណ្ឌិតវាល្អជាងប្រជាពលរដ្ឋអាមេរិក 99% ទៅហើយការអប់រំល្អយ៉ាងនេះត្រូវតែចេះពីរបៀបវិកខ្ចប់ខ្លួនឯងឲ្យបានល្អអ្នកត្រូវចេះលក់ខ្លួនឯងប្រើប្រាស់ចំណេះដឹងដែលខ្លួនមានមកបង្កើតចំណូលបើសិនជាខ្ញុំជាអ្នកវិញពេលថ្ងៃខ្ញុំនឹងទៅធ្វើបុគ្គលិកផ្នែកលក់ហើយពេលយប់ខ្ញុំនឹងមកសរសេរអត្ថបទសៀវភៅលក់បានលុយមិនតិចទេហើយនិយាយចុះនិយាយឡើងនារីម្នាក់នោះនៅតែស្ដាប់បញ្យល់ Robert ព្យាយាមបញ្យល់បន្ថែមថាអ្នកមើលមកសៀវភៅខ្ញុំនេះនៅក្របសៀវភៅសរសេរថាម៉េចសរសេរថាសៀវភៅហិរញ្ញវត្ថុដែលលក់ដាច់ជាងគេលើលោកមិនខុសទេវាលក់ដាច់មែន
ស្នាដៃរបស់ខ្ញុំមិនអាចឈ្នះពានរង្វាន់ Nobel មែនតែយ៉ាងហោចណាស់ក៏វាអាចជួយមនុស្សជាច្រើនហើយខ្ញុំខ្លួនឯងក៏អាចបង្កើតលុយបានមិនតិចដែរតែចំណេះដឹងរបស់ខ្ញុំមិនស្មើនឹងអ្នកទេអ្នកគិតខ្លួនឯងទៅមើលថាតើត្រូវធ្វើបែបណានៅក្នុងរឿងរ៉ាវខាងលើនេះយើងមើលឃើញនៅរបស់ពីរយ៉ាងទី1មនុស្សភាគច្រើននៅពេលដែលកំពុងលងនឹងធ្វើការងារណាមួយពួកគេមើលមិនឃើញពីឱកាសរកលុយថ្មីទេទោះបីជាពួកគេបង្កើតរបស់អ្វីមួយបានល្អក៏ដោយក៏គេមិនចេះលក់យកលុយដែរហើយនៅមានអ្នកខ្លះទៀតពិតជាមិនឲ្យតម្លៃទៅលើការរកស៊ីទេគេយល់ថាការរកស៊ីជារឿងតូចតាចពួកគេមិនចូលចិត្តអ្នករកស៊ីឡើយឲ្យតែនិយាយពីរឿងលុយពួកគេមិនសូវយកចិត្តទុកដាក់ឡើយហេតុអ្វីទៅជាដូច្នេះតើមកពីសាលាមិនបានបង្រៀនចំណេះដឹងហិរញ្ញវត្ថុមែនទេអ្នកគិតទៅមើលថាមិនថាឪពុកអ្នកក្ររបស់ Robert ឬក៏នារីម្នាក់ដែលទទួលបានការអប់រំផ្នែកបណ្ឌិតនោះទេពួកគេសុទ្ធតែជាមនុស្សមានចំណេះដឹងខ្ពស់ជាមនុស្សឆ្លាតវៃជាធនធានដ៏កម្រនៅក្នុងក្រុមហ៊ុនហេតុអ្វីបានជាគេមិនអាចរស់ស្រួលបានហេតុអ្វីបានជាមិនអាចឲ្យគេមានសេរីភាពផ្នែកហិរញ្ញវត្ថុផ្ទុយទៅវិញអ្នកដែលមិនទទួលបានការអប់រំខ្ពស់ដូចជាឪពុកអ្នកមានរបស់ Robert គាត់មិនដែលបានប្រឡូកនៅក្នុងវិស័យអប់រំច្រើននោះទេតែគាត់ចូលប្រឡូកក្នុងទីផ្សារបានច្រើនគាត់បានប្រើប្រាស់ខួរក្បាលនិងវឹកហាត់ចំណេះដឹងផ្នែកហិរញ្ញវត្ថុរបស់គាត់បានច្រើនមនុស្សប្រភេទនេះយល់ថាឲ្យតែរកលុយបានស្របច្បាប់វាមិនមែនជារឿងគួរឲ្យខ្មាស់អៀននោះទេដូច្នេះនៅក្នុងសង្គមជារឿយៗគេរកឃើញមនុស្សប្រភេទនេះបង្កើតក្រុមហ៊ុនបង្កើតឱកាសការងារឲ្យអ្នកដែលរៀនបានខ្ពង់ខ្ពស់ចេញពីសាលាទាំងនោះមកធ្វើជាបុគ្គលិកនោះឯងនិយាយដល់ចំណុចនេះប្រកាសជាមានអ្នកបដិសេធច្រើនហើយការពិតអ្វីដែលសំខាន់មិនមែនថាតើពួកគេទទួលបានការសិក្សាខ្ពស់ឬប្រឡូកក្នុងសង្គមទីផ្សារយូរប៉ុណ្ណានោះទេអ្នកនិពន្ធគ្រាន់តែចង់ពញាក់ស្មារតីឲ្យយើងបានដឹងពីសារៈសំខាន់នៃចំណេះដឹងផ្នែកហិរញ្ញវត្ថុចំណេះដឹងហិរញ្ញវត្ថុដែលយើងហៅថា FQ មិនមែនអាចវាស់វែងបានដូចជា IQ ក៏មិនមែនជាអ្វីដែលមនុស្សភាគច្រើនឲ្យតម្លៃខ្ពស់ដូចជា EQ នោះដែរតែវាជាសមត្ថភាពមួយដែលជួយឲ្យយើងរួចផុតពីភាពតច្រកទាក់ទងនឹងហិរញ្ញវត្ថុនៅក្នុងសាលាមិនបានបង្រៀនមិនមែនមានន័យថាវាគ្មានសារៈសំខាន់នោះទេនេះជាកំហុសដ៏ធំនៅក្នុងប្រព័ន្ធអប់រំចុះធ្វើដូចម្តេចទើបអាចបង្កើតនៅចំណេះដឹងហិរញ្ញវត្ថុកាន់តែប្រសើរបាននោះអ្វីដែលឪពុកអ្នកមានបានបង្រៀន Robert យើងធ្វើការសង្ខេបជាពីរចំណុចសំខាន់ទី1អ្នកមានមិនធ្វើការដើម្បីលុយទេមានន័យថាអ្នកមានមិនអាចយកពេលវេលានិងកម្លាំងពលកម្មរបស់ខ្លួនទៅបដូរនឹងលុយឡើយនេះគឺជាការងាររបស់អ្នកក្រទេអ្នកមានត្រូវចំណាយពេលយកចិត្តទុកដាក់ទៅលើអាជីវកម្មរបស់គាត់ពួកគេពិតជាឲ្យតម្លៃខ្ពស់ទៅកាន់ពេលវេលានិងការគិតរបស់ពួកគេបើពេលណាគេចាប់ផ្ដើមធ្វើការគេធ្វើការណាដែលប្រើខួរក្បាលគិតប៉ុណ្ណោះរឿងដែលនៅសេសសល់វាជាការងាររបស់អ្នកក្រហើយគេធ្វើការងារណាដែលគេចង់សាកល្បងឬដើម្បីភាពសប្បាយរីករាយប៉ុណ្ណោះតែមិនមែនចំណាយពេលរបស់គេទៅបដូរនឹងលុយឡើយឪពុកអ្នកមានបានបញ្យល់ពីឧទាហរណ៍កណ្ដុរក្នុងទ្រុងដែលយើងហៅថា red race ឲ្យ Robert ស្ដាប់គាត់និយាយថាអ្នកដែលទទួលបានការអប់រំខ្ពង់ខ្ពស់ភាគច្រើនទោះបីជាម្នាក់មានភាពខុសប្លែកគ្នាយ៉ាងណាក៏ដោយក៏ពួកគេមានចំណុចរួមគ្នាដែលគួរឲ្យខ្លាចមួយគឺរស់នៅក្នុងផ្នត់គំនិតមធ្យមដែលមានឈ្មោះថា average people ដូចជាគេធ្លាប់បានប្រាប់អ្នកពីតូចថាឲ្យខំប្រឹងរៀនសូត្រថ្ងៃក្រោយអាចរកការងារបានល្អជីវិតពួកគេដូចជាកណ្ដុរមួយដែលរត់នៅក្នុងទ្រុងអញ្ចឹងទោះបីជាខំរត់យ៉ាងណាក៏រត់មិនចេញពីទ្រុងបានដែរគេមានការងារដ៏នឹងមួយនិងមានប្រភពចំណូលជាក់លាក់ការងាររបស់ពួកគេមានដូចជាគ្រូពេទ្យគ្រូបង្រៀនបុគ្គលិកស្ថាប័នផ្សេងៗពួកគេទទួលបាននៅចំណូលថិតថេរមែនតែត្រឹមមួយគ្រប់គ្រាន់សម្រាប់ផ្គត់ផ្គង់គ្រួសារនិងបង់រំលោភផ្ទះតែប៉ុណ្ណោះនៅពេលដែលមានបន្ទុកបន្ថែមពួកគេកាន់តែខិតខំធ្វើការបន្ថែមដើម្បីបន្ថែមប្រភពចំណូលផ្គត់ផ្គង់គ្រួសារការចំណាយផ្សេងៗក៏កើនឡើងរបស់ក៏ឡើងថ្លៃពួកគេកាន់តែខំប្រឹងធ្វើការមួយកម្រិតទៀតប្រៀបដូចជាកូនកណ្ដុរដែលកំពុងរត់ក្នុងទ្រុងអញ្ចឹងមើលទៅដូចជាខំប្រឹងណាស់តែតាមពិតទៅស្ថិតនៅចំណុចដដែលពេញមួយជីវិតតើធ្វើយ៉ាងណាទើបអាចចាក់ចេញពីស្ថានភាពកណ្ដុរក្នុងទ្រុងនោះទៅដំបូងត្រូវចេះប្រឈមមុខនឹងការភ័យខ្លាចនិងភាពលោភលន់របស់ខ្លួនជាមុនសិនធ្វើចិត្តឲ្យនឹងណោកុំរំជើបរំជួលដោយសារលុយតូចតាចមនុស្សមួយចំនួនចេញទៅធ្វើការដោយសារតែខ្លាចខ្លួនឯងចិញ្ចឹមខ្លួនមិនរស់ខ្លាចខ្លួនឯងគ្មានលុយគ្មានផ្ទះគ្មានសម្បែងខ្លាចគេមើលងាយមនុស្សទាំងនេះសុទ្ធតែជាទាសករនៃលុយហើយនឹងត្រូវរត់តាមលុយពេញមួយជីវិតដើម្បីបំបត្តិនូវភាពភ័យខ្លាចទាំងនេះពួកគេបានលក់កម្លាំងពលកម្មរបស់ខ្លួនក្នុងតម្លៃថោក
អ្នកចាំថាអ្នកមានគេប្រើលុយដើម្បីទិញពេលវេលារបស់អ្នកមកធ្វើការដែលគេមិនសុខចិត្តធ្វើដើម្បីឲ្យកូនរបស់គាត់ហើយនឹង Robert សមទៅនឹងការភ័យខ្លាចនិងភាពលោភលន់ទាំងនេះឪពុកអ្នកមានបានបង្រៀនគាត់ពីមេរៀនមួយគាត់បានឲ្យលុយទៅកាន់ក្មេងទាំងពីរនាក់ដោយបដូរមកវិញនៅកម្លាំងពលកម្មរបស់ពួកគេដោយគិតកម្លាំងពលកម្មឲ្យគេ1ម៉ោង$1ឪពុកអ្នកមានបាននិយាយទៅកាន់ក្មេងទាំងពីរថាបើសិនជាកូនចង់យកលុយ$1ក្នុង1ម៉ោងមិនអីទេតែកូនមិនអាចរៀនបានជំនាញថ្មីឡើយបើកូនចង់បានលុយច្រើនជាងនេះកូនទៅធ្វើការលះបង់ច្រើនជាងនេះតើធ្វើយ៉ាងណាទើបអាចរកលុយបានច្រើនជាងនេះគាត់បន្ថែមថាតើកូនចង់រៀនធ្វើម៉េចទើបអាចរកលុយបានច្រើនជាងនេះទេអ្នកទាំងពីរឆ្លើយទាំងអន្ទះសារថាចង់ឪពុកអ្នកមាននិយាយថាបើចង់រៀនពុកបង្រៀនកូនបានតែពុកមិនបាក់ប្រាក់ខែឲ្យកូនទេ1សេនក៏មិនបាក់ដែរតែពុកនឹងរៀបចំកន្លែងធ្វើការមួយឲ្យកូនហើយការងារទាំងនោះនឹងបង្រៀនកូនឲ្យចេះពីរបៀបធ្វើការនិងអាចបង្កើតលុយបានច្រើននៅថ្ងៃក្រោយតែដំបូងឡើយកូនត្រូវកំណត់ឲ្យច្បាស់ពីការងារដែលកូនចង់ធ្វើជាមុនសិនក្មេងទាំងពីរធ្វើការពិភាក្សាគ្នាយ៉ាងយូរហើយក៏សម្រេចចិត្តថាគេចង់បើកហាងលក់សៀវភៅមួយកន្លែងក្រោយពេលដែលកំណត់គោលដៅហើយក្មេងទាំងពីរក៏ចាប់ផ្ដើមលក់កូកាកូឡាដើម្បីប្រមូលដើមទុនបើកហាងសៀវភៅមួយក្រោយមកឪពុកអ្នកមានបងបង្កើតនៅរឿងមួយដើម្បីតាក់ទាញពួកគេគាត់និយាយទៅកាន់កូនទាំងពីរថាយើងមានអ្នកជិតខាងម្នាក់ត្រូវការអ្នកកាត់ស្មៅគេឲ្យលុយយើង1ម៉ោង$1តើកូនទាំងពីរសុខចិត្តទៅធ្វើទេអ្នកទាំងពីរគិតហើយក៏និយាយថាទេឪពុកអ្នកមានបន្ថែមថាចុះបើសិនជា1ម៉ោង$2ពួកគេនៅតែមិនព្រមឪពុកអ្នកមានក៏បន្តថាចុះបើសិនជា1ម៉ោង$5 Robert គិតហើយនិយាយថាអត់ទេយើងចង់បើកហាងលក់សៀវភៅវិញឪពុកអ្នកមានបានធ្វើការសាកល្បងជោគជ័យទៅលើពួកគេបានឆ្លងកាត់ដំណាក់កាលនេះហើយគឺការភ័យខ្លាចនិងភាពលោភលន់ទៅលើរបស់នៅខាងមុខក្រោយមក Robert បាននិយាយថានៅពេលដែលគាត់បានឆ្លងកាត់រឿងរ៉ាវនេះហើយទោះបីជាក្រោយមកគេឲ្យលុយគាត់ច្រើនប៉ុណ្ណាដើម្បីធ្វើការឲ្យគេក៏ដោយក៏គាត់មិនព្រមដែរគាត់ធ្វើអ្វីដែលជាក្តីស្រមៃរបស់ខ្លួនប៉ុណ្ណោះគាត់ធ្វើការណាដែលបន្ថែមនៅបទពិសោធន៍ការងារនិងបង្កើនគុណតម្លៃដល់គាត់ប៉ុណ្ណោះការដែលរៀនសូត្រនិងអភិវឌ្ឍខ្លួនក្លាយជាកត្តាជំរុញទឹកចិត្តមួយយ៉ាងសំខាន់សម្រាប់គាត់និយាយទៅវាងាយស្រួលតែធ្វើបានវាពិបាកណាស់នៅក្នុងសង្គមដែលពោរពេញទៅដោយការតាក់ទាញវាពិបាកនឹងធ្វើឲ្យយើងផ្ចង់ចិត្តធ្វើរឿងតែមួយណានេះជាមេរៀនទី1ដែលឪពុកអ្នកមានបានបង្រៀនRobertត្រូវតម្រង់ទិសរត់ទៅកាន់គោលដៅដែលខ្លួនបានកំណត់តែមិនមែនខំរត់នៅកន្លែងដដែលដោយកណ្ដុរក្នុងទ្រុងឡើយមេរៀនទី2ដែលឪពុកអ្នកមានបានបង្រៀនកូនអ្នកក្រនោះគឺការបែងចែកពីភាពខុសគ្នារវាងទ្រព្យនិងបំណុលអ្នកប្រកាសជាគិតថាវាមិនមែនជារឿងដែលគួរឲ្យស្មុគស្មាញនោះទេតែមនុស្សភាគច្រើនពិតជាមិនអាចបែងចែកឲ្យច្បាស់ពីភាពខុសគ្នារវាងទ្រព្យនិងបំណុលពិតមែនឧទាហរណ៍ថាអ្នកមានឡានមួយគ្រឿងតើអ្នកគិតថាវាជាទ្រព្យឬក៏គិតថាវាជាបំណុលតាមពិតឡានវាជាបំណុលច្រើនជាងអ្នកប្រើពេលនិងលុយដើម្បីជួសជុលវារហូតមេរៀនទី2ដែលឪពុកអ្នកមានបានបង្រៀនយើងនោះគឺគោលការណ៍ដែលសំខាន់ជាងគេដើម្បីក្លាយជាអ្នកមាននោះគឺការបែងចែកច្បាស់លាស់រវាងទ្រព្យហើយនិងបំណុលគាត់និយាយថាអ្នកមានត្រូវទិញទ្រព្យចូលឲ្យបានច្រើនគោលការណ៍បែបនេះមើលទៅដូចជាងាយស្រួលណាស់តែមនុស្សជាច្រើនមិនងាយនឹងធ្វើវាបាននោះទេនៅក្នុងការគិតរបស់មនុស្សភាគច្រើននៅពេលដែលគាត់មានចំណូលច្រើនគាត់ចាប់ផ្ដើមទិញបំណុលវានឹងធ្វើឲ្យចំណាយកើនឡើងនៅក្បែរខ្លួនយើងប្រហែលជាមានមនុស្សមួយចំនួនដែលទទួលបាននៅប្រាក់ក្នុងចំនួនដ៏ច្រើនដោយចៃដន្យដូចជាអ្នកមានសំណាងឈ្នះរង្វាន់ធំជាដើមគាត់ក៏ចាប់ផ្ដើមទិញផ្ទះឡានឬវីឡាគុណភាពជីវិតរបស់គាត់កើនឡើងមួយប្រព្រឹត្តភ្នែកតែបើសិនជាគេមិនយកប្រាក់ទាំងនោះមកធ្វើការវិនិយោគទេទោះបីជាគេមានលុយច្រើនប៉ុណ្ណាក៏ដោយថ្ងៃណាមួយគេនឹងត្រឡប់ទៅរកស្ថានភាពជីវភាពដើមវិញមិនខានហើយស្ថានភាពបែបនេះនឹងកាន់តែធ្ងន់ធ្ងរបើសិនជាគាត់មានលុយកាន់តែច្រើននេះគឺជាផ្នត់គំនិតអ្នកក្រទោះបីជាគាត់មានដោយសារហេតុផលណាក៏ដោយបើសិនជាគាត់គ្មានផ្នត់គំនិតជាអ្នកមានគ្មានចំណេះដឹងហិរញ្ញវត្ថុទេលុយដែលគាត់មានទាំងនោះនឹងហូរចេញឆ្ងាយពីគាត់ដដែលតើអ្នកមានគេចាយលុយយ៉ាងណាទៅអ្នកមានគេមិនដែលយកលុយដែលបំរុងសម្រាប់ទិញទ្រព្យទៅទិញបំណុលនោះទេបើសិនជាគេត្រូវការទិញរបស់ប្រណិត
របស់កំសាន្តជាដើមគេនឹងប្រើប្រាស់លុយដែលបានមកពីទ្រព្យដែលគេមានគេបានមកពីការវិនិយោគហើយយកលុយនោះទៅទិញរបស់ដែលគេត្រូវការអាចនិយាយបានថាពួកគេប្រើគ្រប់មធ្យោបាយរកឲ្យឃើញពីរបៀបយកលុយបង្កើតលុយសិនចាំគិតដល់ការចំណាយដែលមិនចាំបាច់បាននិយាយពីទ្រព្យវិញអ្វីទៅគឺជាទ្រព្យដូចជាផ្ទះដីស្តុកមូលបត្របំណុលភាគហ៊ុនជាដើមនៅលើទីផ្សារមានរបស់ជាច្រើនដែលអាចជាទ្រព្យអាចបង្កើតលុយជូនអ្នកទាំងអស់គ្នាអ្នកក្រមិនដែលវិនិយោគទៅលើទ្រព្យទេទី1គឺពួកគេខ្ជិលនឹងស្វែងរកព័ត៌មានខ្ជិលនឹងការវិនិយោគទោះបីជាគេសម្រេចចិត្តវិនិយោគក៏គេទៅរកភាគីទី3មកវិនិយោគជំនួសដែរទាំងដែលខ្លួនឯងមិនមានចំណេះដឹងផ្នែកនេះសោះដូចជាការវិនិយោគទៅលើការជួញដូររូបិយវត្ថុអន្តរជាតិជាដើមមួយវិញទៀតគេគិតថាលុយគេមានតិចទោះបីជាវិនិយោគពេលនេះក៏លុយមិនអាចបានច្រើនប៉ុន្មានដែរគេមើលមិនឃើញពីគុណតម្លៃនិងអានុភាពនៃលុយដែលគេមាននោះទេនេះហើយជាមូលហេតុចម្បងដែលធ្វើឲ្យគេក្រឯផ្នត់គំនិតអ្នកមានវិញមួយកាក់មួយសេនដែលគេមានវាប្រៀបដូចជាទាហានម្នាក់អញ្ចឹងមិនអាចឲ្យវាបាត់បង់បានទេទាហានទាំងនេះហើយដែលជួយសាងសង់អាណាចក្រសេរីភាពផ្នែកហិរញ្ញវត្ថុរបស់គេឲ្យคล้ายជាអ្នកមានបានចំណែកអ្នកក្រវិញមិនអាចទ្រាំទ្រនឹងដំណាក់កាលនេះបានទេមានប៉ុន្មានចាយប៉ុណ្ណឹងបើអ្នកខ្ជះខ្ជាយលុយតូចតាចទាំងនោះហើយមិនបានប្រើវាទៅបង្កើតលុយបន្តទេអ្នកគ្មានថ្ងៃមានសេរីភាពផ្នែកហិរញ្ញវត្ថុឡើយដូច្នេះមេរៀនទី2ដែលឪពុកអ្នកមានបានបង្រៀនទៅកាន់Robertនោះគឺបែងចែកឲ្យដាច់ពីទ្រព្យនិងបំណុលត្រូវចេះទប់ចិត្តខ្លួនឯងកុំឲ្យចំណាយតាមចិត្តចង់ត្រូវប្រមូលទ្រព្យល្មមនិងបង្កើតប្រាក់សមគួរទាល់តែធ្វើបានបែបនេះទើបអាចនិយាយបានថាអ្នកយល់ច្បាស់ពីចំណេះដឹងនៅក្នុងការគ្រប់គ្រងហិរញ្ញវត្ថុពិតប្រាកដខាងលើនេះគឺជាខ្លឹមសារ2សំខាន់ដែលមាននៅក្នុងសៀវភៅនេះអ្នកប្រហែលជាយល់ថាវាសាមញ្ញពេកហើយតែដោយសារតែវាសាមញ្ញងាយយល់នេះហើយទើបធ្វើឲ្យសៀវភៅនេះលក់ដាច់ជាង32លានក្បាលជុំវិញពិភពលោកមនុស្សជាច្រើនយល់ថាសៀវភៅនេះហាក់បីដូចជាចាស់កម្រិតបន្តិចពីមុនអាចយកមកធ្វើការអនុវត្តបានតែសម័យនេះរៀងពិបាកបន្តិចតាមពិតទៅចំណេះដឹងហិរញ្ញវត្ថុមិនដែលហួសសម័យនោះទេជំនាន់ណាក៏អាចប្រើបានដែរអ្វីដែលហួសសម័យនោះគឺវិធីសាស្ត្រអនុវត្តទៅវិញទេសៀវភៅពណ៌ស្វាយមួយក្បាលនេះបានកែប្រែពីការយល់ដឹងផ្នែកហិរញ្ញវត្ថុរបស់មនុស្សជាច្រើនជុំវិញពិភពលោកបើសិនជាអ្នកពីមុនមិនដែលគិតពីរឿងនេះទេសៀវភៅមួយក្បាលនេះអ្នកត្រូវតែស្ដាប់ម្ដងហើយម្ដងទៀតតតែអ្នកយល់ច្បាស់អរគុណចំពោះការតាមដានស្ដាប់អបអរសាទរអ្នកបានស្ដាប់ចប់សៀវភៅមួយក្បាលទៀតហើយសង្ឃឹមថាវាជាជំនួយស្មារតីដល់អ្នកទាំងអស់គ្នាសូមអរគុណ